chân lại mong mùi cái hạt ao mà màu này sau phải tí đến mong mùi chân chịu thầm nhung cả na xong cả thoại vào cùng đó cùng cái này bay để cái đây cái rô bằng sông masca cùng chặt đi vào ông quảng cừu lật thả theo mô chia cầm san chia prechao atika ward mani ratana ramในខេត្តពោធិ៍សាត់និងសូមនមស្ការផងគ្រូបរមត្តបញ្ញាហុយប្រុសនិងសូមជំរាបសួរលោកគ្រូព្រមទាំងជំរាបសួរញាតិធរដែលមានវត្តមាននៅទីនេះមុននឹងចាប់ផ្ដើមកម្មវិធីក៏សូមឲ្យបងប្អូនលោកយាយលោកតាទាំងអស់បិទទូរស័ព្ទបើសិនបើអត់បិទទេទូរស័ព្ទនោះវាកុំជាមួយនឹងក្បាលមីក្រូផងហើយវារំខានដល់ការស្ដាប់ព្រះធម៌ផងហើយមានការសំខាន់អាចទៅនិយាយខាងក្រៅអញ្ចឹងណាបងបាទហើយពធនេះគឺមានតម្លៃហើយបើយើងអត់បានស្ដាប់ដោយល្អទេគឺអត់មានតម្លៃទេធម៌នៅតែមានតម្លៃអញ្ចឹងហើយយើងត្រូវតែខំស្ដាប់ហើយបើសិនបើអ្នកចិត្តខាងយើងនឹងនៅតែមាត់យើងអ្នកចិត្តខាងនឹងអាចឆ្កឹះគ្នាជួនកាលលងខ្លួនណាដូចខ្ញុំជួនកាលទៅស្ដាប់គ្រូនឹងខ្ញុំលងខ្លួនទៅជែកដែរអញ្ចឹងមានអ្នកបញ្ញាក់បន្តិចមកក៏យើងនេះទៅយើងឃើញអ្នកមាត់ចិត្តខ្លួនយើងនឹងកុំខ្លាចកេះគាត់បន្តិចទៅយើងកេះនេះក្នុងន័យថាដើម្បីអធិស្ឋានដល់គាត់ឲ្យបានស្ដាប់ផងហើយយើងក៏បានស្ដាប់ផងយើងមិនមែនកេះគាត់ដោយមានការថ្នាំងថ្នាក់ជាមួយគាត់ទេអញ្ចឹងណាលោកយាយលោកតាបាទអញ្ចឹងហើយក៏មានតែយើងសហការគ្នាទេដើម្បីឲ្យពធនេះឮបានទាំងអស់គ្នាបានឬតែសហការគ្នាហើយបើសិនបើដល់វគ្គឆ្លើយសំណួរហើយយើងមិនសហការទេគឺស្ដាប់គ្នាអត់បានទេអញ្ចឹងសង្ឃឹមថាលោកយាយលោកតានិងបងប្អូនទាំងអស់សហការគ្នាបាទអញ្ចឹងមុននឹងចូលដល់កម្មវិធីយើងនមស្ការព្រះរតនត្រ័យបន្តិចទៅបាទนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะริเกริยาអ្នកមកសក្ការថ្វាយបង្គំនៃខ្ញុំព្រះករុណាចូលមានដល់ព្រះដ៏មានព្រះភិយអង្គនោះព្រះអង្គជាព្រះអរហន្តទ្រង់ត្រាស់ដឹងនៅញៃយធម៌ទាំងពួងដោយប្រពៃព្រះអង្គមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយបាទជាកិច្ចបន្ទាប់ក៏សូមអញ្ជើញម្ចាស់កម្មវិធីចង់ជំរាបសួរបងថាតើមូលហេតុអីបានបងចង់ឲ្យមានកម្មវិធីនេះឡើងហើយក្រោមវិធានបទអ្វីដែរបាទចឹងសូមអញ្ជើញបងអត់ចេះនិយាយលោកអត់និយាយមិនមានជាដំបូងឥឡូវសូមគោរពព្រះសង្ឃអ្នកមាសិកាលោកម្ចាស់ពីរអង្គនិងលោកគ្រូនិងញាតិពធនៅទីនេះទាំងអស់សូមជម្រាបសួរទាំងអស់គ្នាហើយខ្ញុំកើតកម្មវិធីនេះឡើងដើម្បីចង់ព្រោះឃើញថាធម៌នេះល្អហើយចង់ឲ្យអ្នកទាំងអស់គ្នាយល់ធម៌ដូចខ្ញុំដែរហើយក៏ចង់ឲ្យបានដល់កូនដល់អីបានស្ដាប់ពធដូចគ្នាហើយបានយល់ពធហ្នឹងព្រោះក្នុងជីវិតយើងប្រចាំថ្ងៃបានស្គាល់ធម៌គឺល្អខ្លាំងធម៌ពុទ្ធគ្មានអ្វីល្អប្រៀបបាននឹងធម៌ពុទ្ធទេហើយអញ្ចឹងក៏មានចង់បង្កើតកម្មវិធីនេះឡើងជាពិសេសហ្នឹងចង់ឲ្យកូនបានស្ដាប់បានយល់ធម៌ហ្នឹងដែរព្រោះគិតថាបើស្គាល់ធម៌តាំងពីក្មេងទៅវាបានល្អព្រោះដូចវ័យខ្ញុំប៉ុណ្នេះខ្ញុំស្គាល់ធម៌ខ្ញុំគិតថាបើសិនខ្ញុំស្គាល់ធម៌បានពីមុននឹងមកខ្ញុំអាចចិត្តខ្ញុំក៏ល្អជាងមុនហើយការចិញ្ចឹមកូនតាំងពីតូចមកគឺវាមានធម៌ច្រើនជាងនេះចាថៃលោកគ្រូ
បាទជំរាបសួរប្រជាជនទាំងពីរព្រះអង្គលោកគ្រូញាតិមិត្តពូមីងទាំងអស់បងប្អូនទាំងអស់សូមថ្ងៃនេះខ្ញុំបានសប្បាយចិត្តណាស់បាទបានអញ្ជើញលោកគ្រូនិងនិមន្តប្រសង់មកនេះដើម្បីសន្ទនាធម៌ចំពោះពុកមីងម៉ែឲ្យទាំងអស់បងប្អូនហ្នឹងបើមានចំណងអ្វីសួរលោកគ្រូឱកាសនេះមានឱកាសនឹងសួរឆ្លើយត្រង់ណានឹងសួរត្រង់ហ្នឹងលោកគ្រូឆ្លើយតាមសំណពររបស់ម៉ែឲ្យបងប្អូនទាំងអស់បាទសូមអរគុណបាទជាកិច្ចបន្ទាប់សូមនិមន្តគុណចាស់ទាំងពីរព្រះអង្គមានសង្ឃនិកាមួយអង្គ3នាទីបើកម្មវិធីសូមគណៈជាបឋមសូមនមស្ការថ្វាយបង្គំអតីតដៃចំពោះគុណនៃព្រះរតនត្រ័យដោយសេចក្តីគោរពជ្រះថ្លាធ្វើការរបានពោះផងគ្រូបរមបញ្ញោសូមចម្រើនពរពលលោកគ្រូដែលមានវត្តមានក្នុងទីនេះជាពិសេសញាតិញោមដែលជាម្ចាស់កម្មវិធីរៀបចំថ្ងៃនេះនិងញាតិញោមដែលអញ្ជើញមកចូលរួមក៏ដោយទឹកមុខរីករាយជ្រះថ្លានៅក្នុងពធនៅក្នុងថ្ងៃនេះដែលកម្មវិធីលើកឡើងក្រមប្រធានបទតើព្រះធម៌ជាអ្វីបាទគ្រាន់តែលើពាក្យថាព្រះធម៌គឺព្រោះកក់ក្ដៅក្នុងចិត្តហើយរីករាយជ្រះថ្លាចំពោះម្ចាស់កម្មវិធីដែលផ្ដើមចេញពីសេចក្តីជ្រះថ្លានៅក្នុងធម៌ដែលឃើញតម្លៃនៃព្រះធម៌ដែលល្អសម្រាប់ជីវិតឃើញសភាពល្អនៃធម៌ចង់ឲ្យពុទ្ធបរិស័ទទាំងឡាយហ្នឹងបានអញ្ជើញមកចូលរួមស្ដាប់ក៏ដូចជាការសន្ទនាគ្នានៅក្នុងពេលនេះគណៈហើយធម៌របស់ព្រះសម្មាសម្ពុទ្ធនេះប្រសិនណាបើយើងមិនមានសេចក្តីជ្រះថ្លាខាងដើមទេយើងប្រកាសណាស់ថាយើងនឹងពិបាកទទួលយកធម៌ហ្នឹងដោយសេចក្តីជ្រះថ្លាអញ្ចឹងណាញោមប៉ុន្តែនៅពេលដែលយើងមានសេចក្តីជ្រះថ្លាក្នុងធម៌យើងប្រកាសជាពេញចិត្តរីករាយទទួលយកធម៌នោះដោយពេញចិត្តអញ្ចឹងបានកន្លែងខ្លះលោកសម្ដែងពីការចែករំលែកធម្មទានហ្នឹងការឲ្យនៅបញ្ញាការឲ្យនៅបញ្ញាហ្នឹងឲ្យដោយចិត្តជ្រះថ្លាសប្បាយចិត្តអ្នកទទួលយកហ្នឹងក៏រីករាយជ្រះថ្លានៅក្នុងធម្មទានហ្នឹងអញ្ចឹងបានមកតាមឡានហ្នឹងក៏ឃើញពុទ្ធដីកាដែលព្រះអង្គសម្ដែងប្រពពីសប្បុរសដែលជាអ្នកពោលនៅពាក្យរបស់ព្រះសម្មាសម្ពុទ្ធឬក៏ព្រះសទ្ធម្មនេះក្នុងន័យថាជាអ្នកជួយសង្គ្រោះអ្នកដែលមានទុក្ខរងទុក្ខណាក្នុងនាមជាសប្បុរសតួយ៉ាងដោយលោកគ្រូថ្ងៃនេះអញ្ជើញមកដើម្បីជួយសម្រាលញាតិញោមណាមានទុក្ខអាចជួយសម្រាលញាតិញោមមានបញ្ហាចម្ងល់ញាតិញោមណាបានសុខហើយញាតិញោមណាជ្រះថ្លាធម៌ហើយក៏រឹងរឹតតែជ្រះថ្លាញាតិញោមណាដែលមិនទាន់បានស្ដាប់ធម៌ជ្រះថ្លាទេក៏បានស្ដាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធដូចញោមជាម្ចាស់កម្មវិធីលើកឡើងមិញចឹងថាធម៌នឹងមានប្រយោជន៍សម្រាប់ជីវិតល្អចង់ឲ្យញាតិញោមបានស្ដាប់ទាំងអស់គ្នាដូច្នេះដោយសារពេលវេលាយើងក៏កាន់តែខ្លីមកចូលរួមប្រកបសេចក្តីនៃធម៌មានចំណាយប្រមាណប៉ុណ្ណេះទេមិនជាច្រើនទេទុកពេលវេលាឲ្យញាតិញោមបានសន្ទនាជាមួយលោកគ្រូហើយកិច្ចបន្តសូមនិមន្តព្រះអង្គគ្រូបរមបញ្ញោដើម្បីចូលរួមធម្មកថាយ៉ាងណាសូមរតនានិមន្តការសូមឱកាសពីសំណាក់ព្រះគ្រូចរិកាសូមនមស្ការនៅព្រះរតនត្រ័យទាំង3ដោយសេចក្តីជ្រះថ្លាសូមនមស្ការលោកគ្រូចរិកាលទ្ធធម្មោជាកំសាន្តជាព្រះគ្រូចរិកាវត្តមនីរតនារាមនិងសូមនមស្ការព្រះថេរានុថេរៈគ្រប់ព្រះអង្គដែលកំពុងទស្សនាក្តីចម្រើនពរលោកគ្រូវចរបញ្ញាសានសុជា
ជាវាគ្មិននឹងចម្រើនពរញោមជាអ្នកបដិបដាម្ចាស់កម្មវិធីក្នុងការសន្តានានិងចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាតេតងនឹងការជួបជុំដែលយើងហៅថាការវេលាដ៏ល្អឬមួយក៏ធម្មសាកិច្ឆាគឺជាការសន្ទនានៅព្រះធម៌ដែលជាចំណុចមួយដើម្បីដោះស្រាយអំពីចម្ងល់ជីវិតពីព្រោះជីវិតយើងម្នាក់នេះបើឲ្យថាសិតតែសុខតែម្ដងនេះគឺมันមានទេតែព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងដោយសុខវេទនាដែលយើងបានជួបប្រទះម្ដងម្កាលទៅតាមបច្ច័យដែលគ្រប់ក៏ប៉ុន្តែនៅលើលោកនេះព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គបញ្ជាក់ដែរថាมันមានសេចក្តីទុក្ខណាមួយគួរឲ្យសត្វលោកនឹងចង់រស់នៅនឹងជាប់ជំពាក់ទេក៏ប៉ុន្តែដោយសារតណ្ហារបស់សត្វលោករមែងជាប់ជំពាក់នៅសេចក្តីសុខកើតឡើងដោយអាមិសៈជាដើមចឹងហើយធ្វើឲ្យតែសត្វលោកនឹងចេះតែជាប់ជំពាក់នៅក្នុងវដ្តសង្សារវដ្តនេះតែបើសិនជាសត្វលោកនេះឃើញថាជីវិតនេះជាទុក្ខតែម្ដងប្រកាសជានាំគ្នាប្រឹងនាំគ្នាប្រឹងដើម្បីបដិបត្តិហ្នឹងនាំគ្នាប្រឹងដើម្បីបដិបត្តិដើម្បីឲ្យចេញចាកអំពីសង្សារវដ្តនេះចឹងហើយបានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនៅបញ្ចក្ខន្ធ5ហ្នឹងមានរូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងព្រះអង្គសម្ដែងថានេះទាំងបណិតក្តីទាំងឧត្តមក្តីទាំងឆ្ងាយក្តីទាំងចិត្តក្តីរូបឯណាមួយឬមួយក៏វិញ្ញាណបញ្ចវិញ្ញាណទាំង5ឯណាមួយមានក្នុងទីឆ្ងាយក្តីក្នុងទីចិត្តក្តីវាគ្រាន់តែជាបញ្ចវិញ្ញាណតែប៉ុណ្ណោះឯងអញ្ចឹងអ្វីដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងមកហ្នឹងគឺចង់បញ្ជាក់ថាវាមានពិតប្រាកដមែនហើយក៏ប៉ុន្តែវាគ្រាន់តែជារបស់មួយដែលសម្រាប់នៅក្នុងអំណាចនៃត្រៃលក្ខធម៌ដែលមានអនិច្ចំទុក្ខំនិងអនត្តានឹងឯងអានឹងឯងគឺជាសភាវៈពិតមួយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ដឹងហើយជាទិសដៅមួយសម្រាប់ឲ្យសត្វលោកចេញចាកអំពីសេចក្តីទុក្ខហ្នឹងគឺឃើញសភាវៈដែលជាធម្មតាគឺជាសភាវៈពិតដែលនៅក្នុងអំណាចត្រៃលក្ខធម៌នឹងឯងអញ្ចឹងកិច្ចសន្ទនានេះជាធម្មសាកិច្ឆាដើម្បីយើងចម្រើននៅសតិស្មារតីដើម្បីលះនៃសេចក្តីប្រកាន់លះនៃសេចក្តីចោទជំពាក់ដើម្បីរួចចេញចាកអំពីសេចក្តីទុក្ខណាសូមអនុមោទនាសាធុជាកិច្ចបន្ទាប់សូមក្រុមអញ្ជើញលោកគ្រូមានប្រសាសន៍ពីវិម័នសួរហ្មងគ្រូបាទអញ្ចឹងគ្នាយើងតិចហើយនៅក្នុងបន្ទប់បិទចិត្តទៀតអញ្ចឹងដល់ស្ងាត់អញ្ចឹងទៅស្រួលស្ដាប់ទេស្រួលហ្នឹងហើយអញ្ចឹងបន្តស្ងាត់តទៀតហ្នឹងហើយហើយបើចង់មាត់មកក្បែរខ្ញុំចេះ2នាក់ហ្នឹងហើយអញ្ចឹងក៏សូមអធិស្ឋានដែរតាមពិតទៅចង់ឲ្យបានស្ដាប់ទាំងអស់គ្នាព្រោះពធនេះមានតម្លៃខ្លាំងអញ្ចឹងណាលោកយាយបាទនឹងបងប្អូនទាំងអស់ហ្នឹងហើយសូមរក្សាភាពស្ងាត់ឲ្យបានល្អហើយអញ្ចឹងលោកគ្រូគាត់ថាមានសំណួរតែម្ដងអញ្ចឹងរឿងនេះគឺពិសេសជាងគេហើយបើសិនបើអត់មានសំណួរទេសួរអញ្ចឹងសូមបងដែលមានសំណួរអញ្ជើញមកខាងមុខឬក៏ម្ចាស់ផ្ទះមានសំណួរអីទេអត់ទេបើមានដាក់មុនបាទហ្នឹងហើយពងអង្គុយឡើងហ្នឹងអង្គុយឡើងគេហ្នឹងឡើងអ្នកដែលសួរគឺមកអង្គុយហ្នឹងអញ្ចឹងហើយណាសួរហើយមានសំណួរអីអូចង់ភ្លេចហើយចាំតិចសិនណាអញ្ចឹងឥឡូវបងប្អូនផ្សេងទៀតដែលមានសំណួរបាទអញ្ជើញមកមុខអ៊ំព្រោះម៉ោងយើងខ្លីអញ្ចឹងអញ្ជើញទៅកនោះបាទមានមកចេញអស់កាត់នេះទេអ៊ំមានកាត់នេះខ្ញុំបក្រណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះសង្ឃទាំងពីរព្រះអង្គព្រមទាំងលោកគ្រូជម្រាបសួរលោកគ្រូនៅសេចក្តីគោរពខកក្រែងយ៉ាងក្រៃលែងដល់ពុទ្ធហើយនឹងសូមអរគុណចំពោះក្មួយដែលបាន
អញ្ជើញលោកគ្រូមកជាធម្មទានដើម្បីចែកនៅចំណេះដឹងដល់យើងខ្ញុំទាំងអស់គ្នាដែលជាអ្នកដែលមិនមានចំណេះដឹងគ្រប់គ្រាន់ហើយនៅបានស្ដាប់បានយល់នៅពធដូច្នេះសូមអរគុណច្រើនអរគុណគោរពដល់ញាតិពធទាំងអស់ដែលបានអញ្ជើញមកក្នុងទីនេះទាំងអស់គ្នាខ្ញុំបាននឹងមានចម្ងល់សូមសួរដល់លោកគ្រូថាចំពោះឧបាសកឧបាសិកាដែលសមាទាននិច្ចសិលឬក៏ឧបោសថសិលក្នុងនោះរួមទាំងព្រះសង្ឃផងនោះតែបើសិនជាមិនបានដល់នៅមិនបានដល់នៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃដូច្នេះតើបុគ្គលនោះអាចតាំងនៅសិលចំពោះបុគ្គលនោះបានដែរឬទេណាបុគ្គលមិនបានដល់នៅព្រះត្រៃសរណគមហ្នឹងហើយទី1ទី2សំណួរនេះក៏ខ្ញុំធ្លាប់បានស្ដាប់លោកគ្រូបកស្រាយតាម YouTube ដែរហ្នឹងហើយតាម YouTube ហើយតាម Facebook ហ្នឹងហើយតាម Facebook ថ្មីហ្នឹងតែខ្ញុំស្ដាប់មិនដូចជាមិនទាន់អស់សេចក្តីនៅចង់ស្ដាប់បន្តទៅទៀតហ្នឹងហើយអញ្ចឹងក្នុងពេលនេះសូមលោកគ្រូបកស្រាយអំពីថាអ្នកដែលបានសមាទានសិលហើយមិនបានដល់នៅព្រះត្រៃសរណគមតើសិលអាចតាំងនៅដោយបរិបូរណ៍ចំពោះបុគ្គលនោះបានដែរឬទេណាទី2ក្នុងការគោរពវន្ទាមួយសិនហ្នឹងចឹងបាទចឹងជាបឋមសូមនមស្ការគុណការទាំង3ដោយស្គរគោរពជ្រះថ្លារំពងពោះសូមនមស្ការព្រះអង្គគ្រូលទ្ធធម្មោជាកំសាន្តព្រះអង្គគ្រូជាបច្ចារិកាវត្តនៃរតនារាមក្រុងពោធិ៍សាត់ព្រះអង្គគ្រូបរមត្តបញ្ញាហួយប្រុសជាជំនួយការក៏សូមជម្រាបសួរពុទ្ធបរិស័ទទាំងអស់បាទដែលជុំគ្នានៅនេះនេះហៅអីនេះហាងដេឆាក្រុងច្បារមូននេះណាច្បារមូនហ្នឹងហើយអញ្ចឹងតបទៅសំណួររបស់លោកពូដែលសួរថាបើរក្សាសិលដោយមិនដល់ត្រៃសរណគមអញ្ចឹងហ៎មិនហើយសំណួរសួរថាម៉េចបានជាប់ត្រៃសរណគមដែរឬទេអញ្ចឹងឬក៏ម៉េចសួរម៉េចជាប់សិលអត់អញ្ចឹងណាហ្នឹងហើយប៉ុន្តែខ្ញុំចង់ឆ្ងល់ទៅវិញអត់ទាំងជ្រះថ្លានឹងត្រៃសរណគមផងទៅជ្រះថ្លាមួយសិលមិនទៅពីព្រោះអ្នកដែលនាំមកនៅសិលជាដើមនិយាយពីកុសលធម៌ថ្នាក់សិលជាដើមហ្នឹងវាតាមរយៈពុទ្ធពធប្រសង្ឃហ្នឹងឯងហ្នឹងហើយអ្វីបិទថាដូចជាសិល5អីมันមានពុទ្ធពធប្រសង្ឃកើតឡើងជាសិលប្រចាំលោកអីអាហ្នឹងនិយាយក្នុងគណៈដែលអត់មានពុទ្ធសាសនាអញ្ចឹងណាហ្នឹងហើយដល់ទៅនៅក្នុងពេលដែលមានពុទ្ធសាសនាហ្នឹងក្រៅពីតាមរយៈបត្រៃសរណគមហ្នឹងខ្ញុំគិតថាដូចគ្មានណានិយាយមែនទេគេមិននិយាយជាលក្ខណៈសិលទេគេគ្រាន់និយាយជាសិលធម៌ឧទាហរណ៍នៅប្រទេសដែលមិនគោរពពុទ្ធសាសនាគេអាចបង្រៀនមនុស្សឲ្យមិនសម្លាប់សត្វដែរអញ្ចឹងណាហ្នឹងហើយឬក៏គេឲ្យឃើញទោសនៃការលួចដែរគេឲ្យឃើញទោសនៃការប្រព្រឹត្តខុសក្នុងកាមគេឲ្យឃើញទោសនៃការនិយាយកុហកប៉ុន្តែគេមិនបាននិយាយឲ្យឃើញតម្លៃនៃសិលដូចមេគាពធទេគេគ្រាន់តែនិយាយថានឹងដើម្បីប្រព្រឹត្តឲ្យវាសមរម្យថាជាមនុស្សល្អប៉ុន្តែដោយច្រើននោះរួចពីអទី5ងាយរួចទេគឺអសុរាជាដើមនោះមនុស្សខ្លះគេអត់សម្លាប់សត្វទេក៏ប៉ុន្តែសូរាដូចកិច្ចងាយផុតទេក្នុងប្រទេសដ៏ច្រើនដែលគេអត់សម្លាប់សត្វហ្នឹងណាអញ្ចឹងការដែលគេមិនសម្លាប់ហ្នឹងវាគ្រាន់តែគេមិនទម្លាប់មិនប្រកាសថាកើតជាចេតនាសិលដោយល្អទេប៉ុន្តែសំណួរសួរថាបើមិនដល់ត្រៃសរណគមរក្សាសិលបានទេសិលមានច្រើនយ៉ាងពាក្យថាសិលមួយម៉ាត់ហ្នឹងហើយ
សិលមួយម៉ាត់ហ្នឹងប្រែថាប្រកដីក៏មានសិលក្រៅពុទ្ធសាសនាក៏មានអកុសលសិលក៏មានអញ្ចឹងមានអព្យាកតសិលប៉ុន្តែសិលដែលលោកពូសំដៅដល់ហ្នឹងសិលអីសិលដែលថាលើកជាសំណួរហ្នឹងដែលមិនបានដល់បរតនត្រ័យហ្នឹងឈ្មោះតែសិលនឹងជាប់ដែរទេហ្នឹងសំដៅសិលអីអកុសលសិលអព្យាកតសិលឬក៏កុសលសិលសិលមួយណាខ្ញុំអត់តន់បានដល់អត់តន់បានយល់ដល់កម្រិតហ្នឹងទេគ្រាន់តែមានពាក្យឆ្ងល់ថាអ្នកដែលរក្សាសិលឧបោសថសិលក្តីអញ្ចឹងបើនិយាយពីឧបោសថសិលបើអត់មានពុទ្ធត្រាស់ដឹងមកអត់មានទេអញ្ចឹងគ្រាន់តែយើងដឹងថាឧបោសថសិលហ្នឹងគឺព្រះអង្គសម្ដែងទោះយើងមិនបានទៅពោលតាមអាចារ្យថាមានប៉ុន្តែក្នុងចិត្តយើងដល់ពុទ្ធជាសរណៈបាត់ទៅហើយបើយើងអត់គោរពពុទ្ធទេក៏មិនអាចទៅរក្សាឧបោសថកើតដែរអញ្ចឹងណាគ្រាន់តែដល់ត្រៃសរណគមរបស់យើងចំណាំថាទល់តែធ្វើពិធីថ្វាយខ្លួនអីចឹងណាមែនទេទៅការដល់នៅត្រៃសរណគមនឹងសម័យពុទ្ធកាលគ្មានពិធីទេឧទាហរណ៍ថាគេទៅស្ដាប់ធម៌ចឹងជួនកាលមកស្ដាប់អត់តន់ដឹងពុទ្ធពធប្រសងហ្នឹងមិនទេអត់ដឹងទេប៉ុន្តែស្ដាប់យល់ទៅប្រាប់តែជ្រះថ្លាតែម្ដងក៏នពោលមុខព្រះអង្គឬក៏សាវករបស់ព្រះអង្គថាបពុតលោកម្ចាស់ឬក៏ព្រះអង្គដែលចម្រើនធម៌ដែលលោកម្ចាស់សម្ដែងឲ្យពីរោះណាស់ប្រៀបដូចជាគេផ្ងារបស់ដែលផ្កាប់ឲ្យផ្ងាឡើងទ្រោលប្រទីបក្នុងទីងងឹតអីចឹងទៅហើយក៏សន្យាថាចាប់ពីពេលនេះទៅសូមលោកម្ចាស់ចាំថាខ្ញុំកណាជាឧបាសកអ្នកដល់នៅបរតនត្រ័យជាទីពឹងទីលើគេថាប៉ុណ្ណឹងអូតូហ្មងប៉ុន្តែយើងឥឡូវដើម្បីឲ្យបានថាជាឧបាសកទល់តែធ្វើមកព្រឹកអីហ៎មែនទេហ្នឹងហើយធ្វើនាំភ្ញៀវនាំអីពិធីថ្វាយខ្លួនអីចឹងអាហ្នឹងយើងធ្វើទេប៉ុន្តែមែនទេទៅយើងមើលនៅក្នុងបត្រៃបិដកគ្រប់កន្លែងដែលលោកម្ចាស់អានសិក្សាមើលដឹងហើយថាអីគឺអត់មានពិធីទេពីព្រោះការចូលដល់បរតនត្រ័យជាទីពឹងទីរលឹកគឺចូលដោយសទ្ធាជួនកាលចូលដោយពិធីចូលអត់ដល់ទេណាពិធីឧទាហរណ៍ទម្លាប់ថាចាស់បន្តិចត្រូវថ្វាយខ្លួនប៉ុន្តែអត់ដឹងពុទ្ធនឹងមិនផងជាថាហ្នឹងចូលអត់ដល់ទេដើម្បីចូលទៅដល់បរតនត្រ័យជាទីពឹងទីរលឹកពិតប្រាកដគឺចូលដោយសទ្ធាអញ្ចឹងណាប៉ុន្តែសិលវាចែកជាពីរដែលមានសមាទានវិរតិហើយនឹងសម្បត្តិវិរតិហ្នឹងហើយអញ្ចឹងចម្លើយខ្ញុំអាចឆ្លើយជូនចេះថាបើសិនបើបុគ្គលនឹងមានសីលូបនិស្ស័យល្អមកគេអាចរក្សាសិលបានដោយមិនបានដល់បរតនត្រ័យជាទីពឹងបានក្នុងខណៈខ្លះឧទាហរណ៍និច្ចសិលព្រះអង្គត្រាស់ថាជាសិលប្រចាំលោកអញ្ចឹងណានិច្ចសិលជាសិលប្រចាំលោកដូចពេលដែលព្រះអង្គសោយវិជាតិក្នុងចន្លោះពេលដែលអត់មានពុទ្ធពធប្រសង្ឃប៉ុន្តែដោយអាស្រ័យឧបនិស្ស័យដែលព្រះអង្គសំមកក្នុងការស្រឡាញ់សិលហ្នឹងគឺព្រះអង្គជាប់សិល5ហ្នឹងហូរហែមកណាឧទាហរណ៍ដូចជាពេលដែលប្រអិនឲ្យនាងកុកកសាសិល5ឯងមានពុទ្ធពធប្រសង្ឃណាអត់មានទេអញ្ចឹងណាហ្នឹងហើយរហូតដល់ទៅនាងកុកហ្នឹងទៅកើតជាមនុស្សនៅក្នុងក្រុងមួយហ្នឹងចាំសិល5ហ្នឹងគឺមិនសម្លាប់មិនលួចអីហ្នឹងនាងក៏រក្សាតទៀតអត់មានពុទ្ធពធប្រសង្ឃទេអញ្ចឹងសិលដែលជាកុសលសិលដែលមិនបានដល់នៅបរតនត្រ័យជាទីរលឹកហ្នឹងអាចមានទៅបានគឺត្រឹមតែបញ្ចសិលតែបើឡើងដល់ឧបោសថទល់តែមានពុទ្ធព្រោះព្រះអង្គអ្នកសម្ដែងអានោះអញ្ចឹងណាបាទចាប់បានទេអញ្ចឹងបាទស្ដាប់បានលោកគ្រូតែគាត់ថាខ្ញុំបានស្ដាប់លោកគ្រូធម្មយាចាខ្លះលោកគាត់បានសម្ដែងថាអ្នកដែលមិនបានដល់នៅព្រះត្រៃសរណគមដូច្នេះអ្នកនោះឯងមិនមានឈ្មោះថាជាឧបាសកឧបាសិកាក្នុងត្រូវកន្លែងហ្នឹងត្រូវពីព្រោះពាក្យថាឧបាសកឧបាសិកាឧបាសកប្រែថាជាអ្នកចូលទៅអង្គុយចិត្តបរតនត្រ័យអញ្ចឹងណាពាក្យថាអង្គុយចិត្តហ្នឹងគឺយកបរតនត្រ័យជាទីរលឹកទៅហៅថាឧបាសកដូចយើងរាល់ថ្ងៃទោះបីយើងមិនបានថ្វាយខ្លួនក៏ដោយក៏ប៉ុន្តែយើងមានសទ្ធាចំពោះបរតនត្រ័យនៅពេលដែលយើងសូត្រថាពុទ្ធាំងសរណង្គគាឆាមិឲ្យបង្អោនចិត្តហ្នឹង
có chúa thảo bà sọ năng ai bà nâng trời lục sầm đại chân trời hay bà tại mà trầm ta sál cứ nơi chợ sál được trong vậy khẳng đào chẳng á bà chạm bà á bà bịa thà ở ba sọ phải máu tha nè châu tổng coi chết rứa có thà nè nơi kia cắt nâng vào tận nè tại bữa tu chỉ nấu ngay pi bỏ on cả đói có bàn tay nông chết nâng miên vào tận nè trái nông luôn nông chết miên vào tận nè trái nông chết là ngày đói xịt cái đấy chứ đấy là tu bây giờ nấu ngay pi bỏ on mà rôi vô cả đói tay ta rồi lực đòn côn bỏ on rưỡi nâng hà thảo ba sọ ba ska bà hay bà nấu chích bỏ on men tên cả đói nấu chích đôi niềng chanh chá nông chích bỏ on hay tôi cho bỏ on thầm ấy niềng chanh chá nấu chích bỏ on ấy niềng chanh chá nông mục bỏ on nó hay cho all phẹ bỏ on đi rồi cho bỏ on thà và bật sờ thom chỉ môi phơi niềng miền tây pua hay mình từ tua khó trời chẳng á chẳng bật tu chỉ nấu chất men tên đòi cai cả đòi con mình mua thảo ba sọ ba sợi cà đái báo mình chỉ đặt lá nâng của bút và thô và sọ chẳng á chẳng tiệt thà ông coi chất thông tin nó dân công sầm máy tuồng coi dân coi chất thông tin nó cứ chất đòi sợi thì chẳng á nó ngày cả đói oi tại miền sợi thì chỉ đặt lá không quân của bút và thô và sọ mua thảo ba sọ ba sợi cà bạn xong xua mình thay một tích tiệt đôi khi lúc dây lúc ta láng lúc còn từ tua ô bao sập sờ rồi còn ắt cái sờ là ngàyហើយដល់ពេលដែលមិនដល់នៅត្រៃសរណគមតើសិលអាចតាំងនៅបរិបូរក្នុងបុគ្គលនោះដែរឬក៏យ៉ាងម៉េចខ្ញុំមិនដឹងថាជ្រះថ្លានឹងសិលនឹងដោយឧបាយយ៉ាងណាវារនឹកមិនឃើញណាពីព្រោះថាសិលដែលប្រព្រឹត្តទៅជាឧបោសថឬក៏អតិរេកសិលហ្នឹងគឺប្រព្រឹត្តទៅដើម្បីលះកិលេសណាហើយអ្នកដែលអាចពន្យល់ពីទោសរបស់កិលេសហ្នឹងមានតែព្រះពុទ្ធទេអីស្រាប់ទៅរក្សាសិលដែលល្អដែលជាឧបោសថហ្នឹងហើយវាមិននឹកគុណអ្នកនិយាយដឹងមិនវិញដឹងជ្រះថ្លាមែនទេល្មិចទេចឹងណាចូលដល់របៀបម៉េចអញ្ចឹងមានប្រកាសសិលខ្លួនឯងមានប្រកាសសិក្ខាបទនឹងខ្លួនឯងមើលលើកឧទាហរណ៍មើលគេរសាមិនឲ្យធ្វើឲ្យបរិសុទ្ធទៅណាឬក៏ទៅលួចកម្មសិទ្ធិបញ្ញាថាសិលហ្នឹងអញអ្នកនិយាយខ្លួនឯងអញអត់បានឮពីពុទ្ធទេដូចជាវិកាលភោជនីវាតាំងពីថ្ងៃត្រង់ដល់យប់រហូតដល់អរុណរះឡើងអញ្ចឹងអញអត់បានឮពីព្រះសម្មាអញខ្ញុំចង់និយាយថាខ្លួនឯងអញមានបានឮពីព្រះសម្មាសម្ពុទ្ធទេអញអង្គុយនឹកឃើញអញរសាអញ្ចឹងត្មងនច្ចគីតវេតិតៈហតមរំច្រៀងអីហ្នឹងតមការលៀបអីដែលជាគ្រឿងកង្វល់ជាប់ជាពាក់ហ្នឹងហើយរហូតដល់រសាដល់ឧច្ចាសយនៈមហាអង្គុយលើទីសនាសនៈដល់ពោះប្រមាណហ្នឹងអត់បានឮពីពុទ្ធឬក៏សាវករបស់ពុទ្ធទេអង្គុយនឹកឃើញរសាខ្លួនឯងហ្មងបោសុទ្ធនេះដាក់ឈ្មោះខ្លួនឯងហ្មងអញ្ចឹងមែនមិនចឹងទេគ្រូចង់សួរថាបញ្ជាក់ថាដល់នៅព្រះត្រៃសរណគមដល់នៅព្រះពុទ្ធជាទីពឹងទីរលឹកក៏ប៉ុន្តែភាគច្រើនអ្នកដែលសមាទានមួយចំនួនណានោះដល់ទៅពេលមានដូចជាកម្មវិធីបុណ្យអីមួយហ្នឹងតែងតែជឿនៅបុគ្គលដតីផ្សេងក្រៅពីខ្ញុំចង់ឆ្ងល់ផងហ្នឹងទៅយល់ចង់ឆ្ងល់តាមពិតបត្រៃសរណគមរបស់គាត់ក៏មិនដាច់ដែរប៉ុន្តែគ្រាន់តែវាមិនបរិបូរណ៍អញ្ចឹងណាកាលណាបើបត្រៃសរណគមមិនបរិបូរណ៍សិលក៏មិនបរិបូរណ៍ដែរបាទអញ្ចឹងណាបាទហើយសិលដែលបរិបូរណ៍ក៏ព្រោះតែត្រៃសរណគមបរិបូរណ៍ពីរហ្នឹងគឺត្រូវអាស្រ័យតាក់ទងគ្នាបាទมันអាចបត្រៃសរណគមនឹងសៅមងឬក៏មិនបរិបូរណ៍ហើយប្រាប់តែសិលបរិសុទ្ធអត់ទេទូយ៉ាងឥឡូវកំថាតលសិលកុហកសិលរបស់លោកម្ចាស់ដែលជាព្រះសង្ឃក៏ដោយជាភិក្ខុសង្ឃក៏ដោយបើលោកខ្វះសទ្ធាក្នុងការគោរពព្រះសម្មាសម្ពុទ្ធដែលជាពុទ្ធរតនៈហើយលោកមិនអាចគោរពវិន័យបានល្អទេ
ពួកព្រះអង្គហាមអ្នកនេះពិខុគួរធ្វើនេះពិខុមិនគួរធ្វើអាហ្នឹងมันជាបទបញ្ញត្តិរបស់ព្រះអង្គមែនទេហ្នឹងហើយបើគ្មានសេចក្តីគោរពចំពោះព្រះសាស្តាទេសួរថាតើលោកខ្វល់ជាមួយនឹងសិក្ខាបទខុសត្រូវទេអត់ទេមិនដែលមានពិខុសាមណេរណាមួយអាចញ៉ាំងសិលរបស់លោកឲ្យបរិសុទ្ធដោយមិនគោរពព្រះសម្មាសម្ពុទ្ធនោះទេចឹងអាហ្នឹងគឺអូតូមកបើថាគោរពហើយមានការភ្លៀងផ្លត់អាចងាកមកត្រូវវិញយ៉ាងឆាប់រហ័សឧទាហរណ៍ដូចអាបត្តិតូចតាចអីចឹងទៅពេលលោកប្រព្រឹត្តខុសទៅលោកភ្ញាក់ស្មានទៅអូខុសហើយក៏សម្ដែងចេញមកដោយសារអីដោយសារតែគោរពព្រះនឹងឯងដោយសារមានបរតនៈជាទីរលឹកនឹងឯងតែបើថាបើចេញមកហើយបើថាផឹកស្រាអីគេនិយាយរហូតដល់មានកន្លែងខ្លាំងមានកណាក្លាប់លីគេថាអត់ឃើញអត់មានចោតកន្លែងណាគេថារហូតដល់ក្នុងវត្តហ្នឹងយកបជាទទួលគ្នាមានខ្លះទេអត់ច្រើនទេដល់ហើយគេពោលពាក្យមួយថាអីស្រាក្នុងកាពះព្រះក្នុងចិត្តមានពាក្យឃើញមួយទៀតស្រាក្នុងកាពះព្រះក្នុងចិត្តហើយដល់ចេញអាទ្រឹស្ដីអញ្ចឹងហើយគោរពព្រះអង្គមែនទេណាគោរពទេអត់ហ្នឹងហើយបើមិនគោរពព្រះអង្គផងសិក្ខាបទដែលព្រះអង្គហាមភិក្ខុសាមណេរមិនឲ្យសេពសុរាហ្នឹងលោកគោរពទេអត់ពីព្រោះអីសិក្ខាបទមួយបើគិតទៅស្មើនឹងព្រះមកព្រះអង្គនឹងឯងមិនគោរពសិក្ខាបទហ្នឹងស្មើនឹងមិនគោរពព្រះអង្គនឹងឯងអញ្ចឹងដើម្បីឲ្យសិក្ខាបទហ្នឹងល្អទៅបានទល់គោរពព្រះអង្គសិនទល់ជ្រះថ្លានឹងព្រះអង្គសិនទល់មានបរតនៈត្រៃជាទីរលឹកសិនអញ្ចឹងណាអញ្ចឹងបានជាសិលដ៏បរិសុទ្ធមែនទែនដែលលែងប្រព្រោះប្រពាលគឺសិលរបស់សោតាបណ្ឌបុគ្គលពីព្រោះអីពីព្រោះទឹកចិត្តរបស់សោតាបណ្ឌបុគ្គលនឹងបើទោះជាដល់ថ្នាក់អស់ជីវិតក៏ដោយក៏មិនងាកចេញពីបរតនត្រ័យដែរហេតុដែលលោកមានសភាពច្បាស់លាស់អញ្ចឹងបានសិលរបស់លោកបរិសុទ្ធហើយដល់យើងវាងាកដូចលោកពូលើកឡើងអញ្ចឹងណានឹងពុទ្ធធាំងសានង្កច្ឆាមិងាកទៅខាងនោះបនអ្នកតាទៅពុទ្ធធាំងសានង្កច្ឆាមិដូចខ្វះអីមួយឲ្យលោកតាស្រោចទឹកឲ្យទៀតចឹងទៅឃើញទេមិនរបៀបហ្នឹងមិនដាច់ទេត្រៃសនគុំប៉ុន្តែវាសៅមកឬក៏វាខ្សោយបើប្រៀបពីមនុស្សវិញគឺមនុស្សឈឺគឺសុខភាពអត់ល្អអញ្ចឹងមនុស្សឈឺមនុស្សសុខភាពមិនល្អមិនអាចទៅបំពេញកិច្ចការងារអីបានមាំទាំទេបើយើងប្រៀបធៀបនឹងប្តីប្រពន្ធវិញណាហ្នឹងហើយនិយាយមួយប្រពន្ធថាបងស្មោះតែអូនមែនទេហ្នឹងហើយនៅផ្ទះចឹងបងស្មោះតែអូនទេហើយដល់ពេលចេញក្រៅបងស្មោះមួយគេផ្សេងទៀតហ្នឹងហើយដូចគ្នាអញ្ចឹងបរិស័ទយើងរាល់ថ្ងៃសូត្រចំពោះខាងមុខប្រតនត្រ័យមិនសូត្រថាណដ្ឋិមេសារណង្អញ្ញងវត្ថុដតេជាទីពឹងទីរលឹករបស់ខ្ញុំមិនមានទេពុទ្ធោមេសារណង្វរាំងមានតែពុទ្ធជាទីពឹងទីរលឹកតែមួយគត់របស់ខ្ញុំអេតេនសច្ចវច្ចេនេះដោយសច្ចវាចាទៀតថាដោយសច្ចៈពលដោយសច្ចៈថាស្មោះតែប្រពន្ធណាអត់ទេហ្នឹងហើយកុហកតែខ្លួនឯងហ្នឹងបាទជ្រាបអីចឹងណាបាទសាធុប្រគុណណាស់លោកគ្រូបានបញ្ជាក់យ៉ាងច្បាស់ខ្ញុំបានស្ដាប់ច្បាស់យកសួរសំណួរមួយទៀតអំពីការគោរពវន្តាចំពោះព្រះសម្មាសម្ពុទ្ធក្នុងកិច្ចវិធីបុណ្យអីមួយហ្នឹងហើយព្រោះខ្ញុំធ្លាប់ជួបធ្លាប់ឃើញការគោរពបូជាដូចជាបុណ្យធំក្នុងពុទ្ធសាសនាបុណ្យវិសាខបូជាបុណ្យមាឃបូជាបុណ្យអីហ្នឹងជាដើមហ្នឹងឃើញព្រះសង្ឃហ្នឹងអាចចូលរួមនមស្ការចំពោះព្រះរតនត្រ័យជាមួយនឹងពុទ្ធបរិស័ទទូទៅទាំងអស់គ្នាយ៉ាងដែរតែមុននឹងធ្វើកិច្ចនមស្ការគោរពចំពោះគុណព្រះរតនត្រ័យហ្នឹងលើកយកការវន្តាដល់ព្រះពុទ្ធដល់ព្រះពុទ្ធហ្នឹងហើយអញ្ចឹងលើកយកការសវន្តាមិភន្ទេការគោរពបូជាដល់ព្រះពុទ្ធនេះតើការគោរពធ្វើបែបហ្នឹងតើវាជារឿងមួយត្រឹមត្រូវណាឬក៏យ៉ាងណាលោកគ្រូសូមបញ្ជាក់ទៅនឹងតិចសូមអរគុណជើលោកពូយល់ថាម៉េចហ្នឹងខ្ញុំអត់ដឹងហ្នឹងហើយបានទៅសួរលោកគ្រូតិចដឹងទេថាអត់ដឹងណាអត់ដឹងបានជាមានការសង្ស័យមែនតើទៅវិនិច្ឆ័យខុសត្រូវគឺយើងពិនិត្យនៅលើសង្កកម្មអញ្ចឹងណាបើសង្កកម្មមានវិនិច្ឆ័យខុសត្រូវជាក់លាក់ជាក់ស្ដែង
សូមបីតសូត្រខុសក៏មិនឡើងដែរបើសង្ឃកម្មណា បាទ បើក្រៅពីនឹងយើងពោលពាក្យដើម្បីគោរពមិនមានជាការវិនិច្ឆ័យខុសត្រូវអីដោយចំពោះទេស្រេចនៅលើចេតនាគ្រាន់តែថាបើយើងវែកញែកពាក្យនៅក្នុងវន្តាមិផន្ទេភគវាសัพពាំងអបរាធាំងខមៈថមេផន្ទេឃើញទេបើយើងប្រែពាក្យបាលីប៉ុណ្ណឹងវាស្មើនឹងឧត្តមង្គេហ្នឹងឃើញណាសូមនមស្ការសូមគោរពព្រះរាមាភិភាសូមព្រះអង្គអភ័យទោសនៅទោសតូចធំអបរាធាំងខមៈថហ្នឹងគឺថាសូមឲ្យព្រះអង្គអត់នៅទោសតូចទោសធំដល់ខ្ញុំព្រះអង្គហ្នឹងមកកណាត់ប៉ុណ្ណឹងណាបាទណាមេយាសัพពាំងមេយាកតាំងបញ្ញੰសាមិណាអនុមោទិតាពាំងអានេះគ្រាន់តែថាយើងលើកពីបុណ្យកុសលដែលយើងបានធ្វើនឹងមកទូលព្រះអង្គឲ្យព្រះអង្គអនុមោទនាអញ្ចឹងពួកមេយាកតាំងបញ្ញੰមានន័យថាបុណ្យដែលខ្ញុំធ្វើណាបញ្ញੰរីបុណ្យមេយាគឺខ្ញុំកតាំងធ្វើហើយណាបុណ្យណាដែលខ្ញុំបកណាធ្វើហើយសូមព្រះអង្គត្រេកអរសាមិណាណាឲ្យព្រះអង្គត្រេកអរដោយចេតនាថាយើងថ្វាយកុសលចំពោះព្រះអង្គប៉ុន្តែមែនទេទៅព្រះអង្គទោះយើងថ្វាយមិនថ្វាយព្រះអង្គត្រាស់ដឹងរួចហើយបើយើងគិតណាហ្នឹងហើយព្រះអង្គមិនចម្រើនបុណ្យកុសលអីណានៃទៀតបើយើងមើលនៅក្នុងសតិប្បដ្ឋានដែលចែកជា3មួយសំដៅដល់អារម្មណ៍របស់សតិប្បដ្ឋានមួយទៀតសំដៅដល់តួសតិដែលផ្ដោតចំពោះអារម្មណ៍ហ្នឹងហើយទី3គឺសតិប្បដ្ឋានរបស់ព្រះបរមគ្រូព្រះអង្គមិនចេះត្រេកអរមិនចេះថ្នាំងថ្នាក់មិនចេះអីទាំងអស់គ្រប់អារម្មណ៍អាហ្នឹងបើនិយាយពីសតិប្បដ្ឋានរបស់ព្រះអង្គហ្នឹងគឺថាក្នុងប្រកដីដែលព្រះអង្គគង់នៅហ្នឹងឧទាហរណ៍ថាព្រះអង្គសម្ដែងធម៌បដិបត្តិសម្ដែងសតិប្បដ្ឋានអីដល់សាវកអញ្ចឹងទៅបើទោះគេអត់ស្ដាប់គេអត់គោរពអត់ប្រតិបត្តិក៏ប្រតិព្រះអង្គនៅធម្មតាអញ្ចឹងណាហើយបើទោះតែមនុស្សមកពេញនឹងគេនាំគ្នាមកប្រតិបត្តិដោយល្អក៏ប្រតិព្រះអង្គនៅធម្មតាអញ្ចឹងយើងពោលក៏ដោយមិនពោលក៏ដោយគ្មានអំពើណាមួយដែលញ៉ាំងប្រតិព្រះអង្គឲ្យប្រែប្រួលទេអញ្ចឹងហ្នឹងហើយទោះបីយើងថាព្រះអង្គអនុមោទនាព្រះអង្គមិនអនុមោទនាអីប្រតិព្រះអង្គនៅធម្មតាទាំងអស់ហើយតទៅមុខទៀតមើលមយាកតាំងបញ្ញੰសាមណៈអនុមោទិតាពាំងកតាំងបញ្ញੰមៃហាំងទាតិតាពាំងសាធុអនុមោទនាអីដល់ហើយក៏អនុមោទនាបុណ្យត្រឡប់មកវិញមួយគឺយើងថ្វាយឬក៏ជូនបុណ្យឲ្យព្រះអង្គអនុមោទនាហើយក៏បុណ្យណាដែលព្រះអង្គធ្វើក៏យើងសូមអនុមោទនាហើយបើសិនជាយើងគិតថាទៅអនុមោទនាបុណ្យព្រះអង្គthìយើងគិតណាព្រះអង្គអស់បុណ្យហើយព្រះអង្គមានតែកិរិយាប៉ុន្តែបើយើងគ្រាន់តែទៅអនុមោទនាជ្រះថ្លាចំពោះអំពើល្អដែលតួកិរិយានឹងក៏ដោយក៏ញ៉ាំងកុសលចិត្តយើងឲ្យកើតដែរអញ្ចឹងណាអញ្ចឹងបានខ្ញុំថាវាអត់មានជាការខុសត្រូវអីដាច់ណាត់ដូចសង្កកម្មទេស្រេចហើយទៅលើការបដោតចិត្តរបស់យើងចេតនារបស់យើងអញ្ចឹងចង់សូត្រក៏បានចង់មិនសូត្រក៏បានប៉ុន្តែមែនទេទៅវិន័យកម្មកន្លែងហ្នឹងគេប្រើដោយចំពោះគេប្រើវន្តាគ្រូអញ្ចឹងណាព្រោះគ្រូហ្នឹងគឺអាចនិយាយគ្នាបានបាទហ្នឹងហើយដោយគេមិនប្រើពាក្យភគវាទេពេលដែលសូត្រសូត្រទៅវន្តាវិផន្ទេសัพពាំងក៏ដោយអត់មានភគវាទេប៉ុន្តែដោយសេចក្តីគោរពគេថែមពាក្យភគវាទៅប៉ុន្តែបើយើងចេះតែវែកញែកចេះតែដេញដោលទៅថាប្រពុតអត់មានតយើងផងទៅនិយាយជាមួយព្រះអង្គមិនអញ្ចឹងអាចដាល់វាលដល់ធននមស្ការដតីដែរឧទាហរណ៍ថាយើងសូត្រឧត្តមង្គេនអីចឹងទៅសូមទោសឯណាតូចធំសូមព្រះអង្គខ្ញុំព្រះអង្គសូមខមាទោសនៅទោសនោះព្រះអង្គមានបានមកពោលអីជាមួយយើងណាអត់ផងហ្នឹងប៉ុន្តែវានៅលើការផ្គងចេតនារបស់យើងអញ្ចឹងណាបាទនឹងជូនប៉ុណ្ណឹងបាទលោកគ្រូខ្ញុំបានស្ដាប់អាវាតរបស់សម្ដេចពិនសែនដែលព្រះអង្គមានបតីទ្រង់ខឹងខ្ញាល់ជាមួយព្រះសង្ឃដែលវន្តាចំពោះព្រះនោះគ្រូបានខ្ញុំចង់សួរលោកគ្រូបញ្ជាក់ឲ្យលោកគ្រូរាយរាប់ប្រាប់ឲ្យច្បាស់ថាតើយើងពោលពាក្យហ្នឹងសូត្រពាក្យបែបហ្នឹងវាខុសឬត្រូវវាមានទោសបីអីមកលើយើងដែរអត់ទេព្រោះកាលនោះ
លោកគ្រូលោកមានដូចជាបតីមុតមមខ្លាំងណាស់បន្ទោសត្រង់បន្ទោសណែចំពោះព្រះភិក្ខុសង្ឃនៅក្នុងវត្តហ្នឹងអញ្ចឹងភិក្ខុសង្ឃទាំងសាមណេរទាំងអស់ត្រង់ស្ដាប់ឱវាទរបស់ព្រះអង្គត្រង់ទូលមានស្ដីបន្ទោសថាភិក្ខុទាំងឡាយបើសិនជានាំគ្នាធ្វើទាំងល្ងងភិក្ខុនឹងត្រូវបាត់ទៅបាត់ដូច្នេះធម៌នេះมันអាចភិក្ខុទាំងឡាយសូត្របានធ្វើបានទេអញ្ចឹងបានខ្ញុំនៅមន្ទិលសង្ស័យក្នុងខ្លួនខ្ញុំមិនដឹងជាសួរអ្នកណាចង់ជួបលោកគ្រូទៅពីរដងអត់ដែលបានជួបនឹងបានសួរឲ្យច្បាស់អញ្ចឹងយើងសូត្របានមិនអីទេមិនមានយតុបៃអីទេអញ្ចឹងអរគុណលោកគ្រូបាទអរគុណសំណួរនេះខ្ញុំគិតថាបើអាជីវកររស់ស៊ីដូចខ្ញុំអីខ្ញុំគិតថាគឺចង់ដឹងច្រើនព្រោះការរស់នៅរាល់ថ្ងៃយើងតែងតែចង់បានអ្វីចង់ផងអ្វីវាមិនបានដូចចិត្តហើយអញ្ចឹងចង់ឲ្យលោកគ្រូជួយបញ្យល់ពីការដូចថាយើងចង់បានអ្វីឬក៏ចង់ធ្វើអ្វីមួយហើយវាមិនបានដូចចិត្តតែចង់មានធម៌អីយកមកពិចារណាឲ្យបានឲ្យជ្រះស្រឡះនឹងចិត្តលោកគ្រូកុំឲ្យមាននៅមានដូចថាវិបត្តិចង់បានហើយមិនបានដូចចិត្តហ្នឹងលោកគ្រូបាទតាមពិតធម៌ហ្នឹងមិនមែនសម្រាប់តែអាជីវករទេសម្រាប់លោកម្ចាស់ចាសម្រាប់ខ្ញុំសម្រាប់ទាំងអស់គ្នាសម្រាប់ទេវតាទៀតអញ្ចឹងណាទេវតាមានពេលខ្លះឆ្លោះគ្នាដែរដដើមស្រីគ្នាដែលស្ដាប់រឿងទេវតាដដើមនាងអីនាងរោហិនីតាវតឹងដែរតាវតឹងដែលនាងនឹងទៅកើតចំអាព្រំបតុល4ហ្នឹងហើយទេវតាដដើមគ្នាថាបើអញ4ទេវតានឹងដដើមគ្នាចែកគ្នាមិនដាច់នាំគ្នាទៅប្តឹងប្រអិននោះនឹងប្រអិនសួរថាមើលពួកណែឯងតាំងពីឃើញនាងនឹងមកក្នុងចិត្តគិតមិនទេវតាមួយហ្នឹងខ្ញុំព្រះអង្គតាំងពីឃើញនាងមកថាក្នុងទ្រូងហ្នឹងដូចស្គរដែលគឺវាយក្នុងសង្គ្រាមហ្នឹងដុងបុកបេះដូងហ្នឹងហើយទេវតាមួយទៀតតែខ្ញុំតាំងពីឃើញនាងមកអាចិត្តខ្ញុំព្រះអង្គហ្នឹងមិននឹងទេដូចកតុយទុងដែលគេដោតលើប្រាសាទអញ្ចឹងណាហ្នឹងហើយមួយទៀតទៅថាចិត្តខ្ញុំព្រះអង្គនឹងតាំងពីឃើញនាងមកដោយទឹកជ្រោះវាធ្លាក់ទៅលើភ្នំមិនអាចត្រឡប់មកវិញបានអញ្ចឹងគឺថាបើមិនបានមិនកើតទេអាហ្នឹងកើតទុកទេហ្នឹងហើយខ្ញុំមានចិត្តអញ្ចឹងដែរដូចមិនដល់ថ្នាក់ហ្នឹងហើយទេវតាមួយទៀតថាបើខ្ញុំវិញតាំងពីឃើញនាងហ្នឹងមកគឺថាមិនហ៊ានដាក់ភ្នែកឲ្យឆ្ងាយពីនាងហ្នឹងឯងភ្នែកឡើងលៀនដូចភ្នែកក្តាមហើយខ្លាចបាត់ពីកៅភ្នែកអញ្ចឹងណាហើយបានប្អូនសួរថាចេញឯងឃើញតាំងពីកៅឃើញតាំងពីព្រឹកមកបើយើងគិតទៅណែឯងល្មមទេតែបើខ្ញុំវិញគ្រាន់តែឃើញនាងនឹងមកខ្ញុំគិតថាបើមិនបាននាងខ្ញុំងាប់មកប្អូនគិតអញ្ចឹងអានេះជាបាយរបស់ប្អូនទេដែលដោះកុំឲ្យវាឆ្លោះគ្នាព្រោះឲ្យទៅខាងណាវាអត់បានវាឆ្លោះគ្នាអញ្ចឹងទៅដល់ថាបើខ្ញុំមិនបានទេខ្ញុំងាប់ហ្មងតែទេវតាថាអញ្ចឹងកុំឲ្យព្រះអង្គងាប់ហើយយើងឲ្យព្រះអង្គទៅតែអញ្ចឹងសេចក្តីទុក្ខ12កងនេះការមិនបាននៅអ្វីតាមប្រាថ្នានេះអ្នកណាក៏កើតទុក្ខដែរអញ្ចឹងណាអ្នកណាក៏កើតទុក្ខដែរអ្នកណាកើតទុក្ខហ្នឹងយើងនិយាយដោយសន្មត់ប៉ុន្តែបើនិយាយមែនទេនោះគឺជាទុក្ខសច្ចៈដែលកើតឡើងព្រោះមិនបាននៅរបស់ជាទីប្រាថ្នាអញ្ចឹងសួរថាពិចារណាធម៌អីប៉ុន្តែពិតសេចក្តីទុក្ខមានច្រើនជាងនឹងទៀតមិនត្រឹមតែមិនបាននៅរបស់ជាទីប្រាថ្នាទេជួនកាលវាបានអារបស់មិនប្រាថ្នាហ្នឹងក៏ទុក្ខដែរមែនទេចាមែនហ្នឹងហើយឥឡូវយើងបដោតទៅពីរឿងប្រាថ្នាអីវាអត់បានប៉ុន្តែវាបានអារបស់មិនប្រាថ្នាកើតទុកដែរដូចជំងឺអីប្រាថ្នាទេប្រាថ្នាអត់ហ្នឹងកូវីដអីប្រាថ្នាអត់ទេដូចលក់អត់ដាច់ហ្នឹងអាលក់ដែលអត់ដាច់ហ្នឹងក៏មិនប្រាថ្នាដែរប្រាថ្នាឲ្យលក់
đại năng ngày chẳng ao tay về cả lang ông pi toàn là ha khẳng không bao giờ muôi na có cả tục đại chẳng ti muôi cứ trâu vô ông pi sẽ cái đây tục năng ở mòn cùng ở khơi tục tà muôi năng tham miên tục chán tiệt chẳng hạn miên tục chán tiệt men tục sầm mẹp tà chi và con năng tê trường cá mình bẹ con chừng muôi năng lụa đâu tê tự đọc té lư tập phục với miên sấy hương xây vì lộ đầu bạn á men đấy cả tục ấy tục ấy trong song xa thùng chèo lụa đại tiệt đất men đấy thùng ấy hả nóng ô thùng này được chưa này mía kia được bỏ ống ở dương riêng ở scroll với ở tục năng sẽ khả trong cùng hay tầm muối năng thầu khơi ta tục miên tràn tiệt chẳng riêng ở mòn chẳng tục đằng miên mán tục đọc tí môn tịch mà thôi con cha kana sập đi lúc giấy tu được sạch nó bên đây chật thùng bạc đã dẫn tới video kề cào chẳng ai và chẳng rừng mưa gần lên đã dồn ho bật dồn ho thôi lên vậy ao ta thùng bạc nó lưới cào đằng tầm mình lại lên tu được sạch vài bát xong một con môn chơi cái nào tiện tồn làm bì xích đầy tục ở đây dịch nhôm xua mảnh bẹ con tục tiền làm bì có ngườiพัฒนาจังบานระบอบนะโดยจัดบานโดยจัดจังเบิดตกนองแต่พระสมมาสัมพุทธองตรงของเรียนมอถึงว่าเมียนตปีตกทอมทอมยังเมียนตกปลุกกัดจ้าชื้อสลับน้องตกบูนทอมทอมเราจีบันมาเยินไอ้ตกมือเตี้ยตกปลุกสึกใดจึงเรียนจึงเอาจัดtục tôm tục pro sẽ cái đây sáu nè tục pro sẽ cái đây sắc xuống nè tục pro ca chữ chọc chắp nè hay được tục proพัฒนาระบอบนะให้มันโดยจัดmột tiết tục pro ca pro pra sắpหนึ่งสองค่าจะที่สลายเป็นจัดnèมันสตุกนะnèได้ประสมาสัมพุทธองสำลัยเรียนทั้งปีกองนั่นนั่นสติtụcไอ้tụcนั้นสุดท้ายยังkịch phật đấy, để phật để thằng o kia nhìn nhôm gọt phật, thằng mà nó gọt phật, lúc nào gọt phật này, có bàn tay con tại dương che luôn nơi chỉ mùi tục mà, chẳng hay nhổ. Cái nào cà rốt nơi mùi tục nó chẳng xua lực, sao xưa để cuốn chẳng thà chừng miền thọ ấy cho bậc cha ná cầm ai vì miền là tục năng, chẳng bị cha này chẳng mấy đấy. ตัวอย่างยังเคยทอนี้ตามและคณะธรรมดาในสเปียแบบบอกเวียนตามปัจจัยดังกรุบนี้คือธรรมดาโดยจิตพระสัมมาสัมพุทธองค์เรียนเยอะมาเลิกที่ตัวอย่างได้ขนมท้อพระองค์เรียนเอายังเจ็บโปรยันยมปดบริษัทเคยครัวไหนทากาดเมาหาได้บานยังเจ็บแต่จ้าชื้อให้สลับปัจจัยทอบัวนั่งแต่นาก็คลายได้ไหมนะโยมคลายใจคลายชื่อเลยคลายสลับเลยคลายปัจจัยปกติเราคลายจีว่าไงเคยคือธรรมดาตอนนี้โยมมีวิธีไอ้ในกลายปีไอ้เคยธรรมดาให้เคยธรรมดาเราบอกเยอะตอนแต่โยมปรมโยลโดยปัญญาบอกเยอะไอ้เคยท่าอาการก็ธรรมดาอาจารย์นั่นก็ชื่อธรรมดาชื่อก็ธรรมดาสลับก็ธรรมดาhay bởi cái này dân miền dương nè chứ dương nè chắc dương nè slab nó khai đại nó khai đại nó vừa sai dân nóต้องต่อlại nâng chỉnh chứ riêng tiền lại nâng đôi trở lạiพัฒนาchứ bởi dânพัฒนาlà bọn nó đây ai ban đôi chất bao dương trên cảพัฒนาbao dương đập ra sma samput ông bờ riêngการพัฒนาไปเยอะกระดอนนายโลเพสลายจังสเปรย์ได้สลายประกอบนักเรียนทางยังสลายดอนนายโลเพใต้กลุ่มเพลทาเทียบจงกลายในโลเพวิบายมายังวิ่งตกตอนนั้นอยู่จังบานปองยังเรียนโปรมตามตำนานทอมเจียดนั้นโปรมกับนับดังทอไปจับบอลนั้น
រៀនកំណត់ដឹងអប់រំបច្ចុប្បន្នហើយអញ្ចឹងញោម កណា ប៉ុណ្ណឹងជួលោកគ្រូ ជាធម្មខ្ញុំកណាសូមឱកាសពីលោកម្ចាស់និងសូមឱកាសពីលោកគ្រូសូមចែករំលែកនៅសំណួររបស់បងស្រីថាពេលជួបទុកហ្នឹងមានធរអីមកពិចារណាមិនចឹងទេបងហ្នឹងហើយដោយប្អូនចេះតែលើកដដែលចឹងហើយក៏បងដល់ច្រើនថាខ្ញុំអត់មានពេលរៀនទេខ្ញុំអត់ចង់រៀនទេវាជ្រៅបងអត់មានពេលរៀនទេតែបងមានពេលកើតទុកមិនចឹងទេគុណចាស់ពេលរៀនអត់មានទេតែមានពេលកើតទុកអញ្ចឹងដើម្បីរំលត់អាទុកនឹងបានបើមិនរៀនគឺមិនដឹងតែហ្មងហើយជាបទពិសោធន៍ខ្ញុំផ្ទាល់ខ្ញុំមិនជាចេះអីច្រើនទេគ្រាន់ថាការដែលស្ដាប់តាមឃ្លីបនេះខ្ញុំស្ដាប់ព្រះសង្ឃច្រើនអង្គរួមទាំងព្រះអង្គភិក្ខុវិជ្ជៈបញ្ញោសានសុជាផងស្ដាប់តែស្ដាប់បាញ់សัตว์តែបាញ់សัตว์ទេគ្មានបានកែអីទេគ្រាន់ថាយល់ចឹងណាបាទហើយនៅតែឆ្ងល់ដដែលចឹងដល់ពេលហើយមានតែការសិក្សានៅព្រះពុទ្ធវចនៈនេះគឺផ្ដើមដំបូងហ្នឹងព្រះអង្គសានតិជាលោកបានរៀបរៀងឲ្យកៈខៈកៈខៈងាក់ឲ្យបើយើងថាកន្លែងនឹងជ្រៅទៀតញោមគុំដឹងទៅរករៈនៅតាណាប្រាប់ដែរអញ្ចឹងណាហើយវាផ្ដើមចេញពីអានឹងទៅហើយបើសិនបើពុកម៉ែបងប្អូនមិនសិក្សាចេញពីតានឹងទៅទេនៅតែឆ្ងល់ដែលថាមានធរអីមកពិចារណាមានធរអីមកពិចារណាអាធរសម្រាប់ពិចារណានោះគឺនៅក្នុងសភៅហ្នឹងហើយបើអត់មានពេលរៀនទេក៏បានដែរតែកុំមានពេលកើតទុកនេះជាបល់ខ្ញុំណាចឹងសូមលោកគ្រូបំពេញបន្ថែមគេលោកសម្ដីកូនសិស្សនេះមិនមានអតិពលខ្ញុំខ្លួនឯងខ្ញុំជល់ទេតែគ្រាន់ថាចង់សួរសំណួរហ្នឹងទៅព្រោះអ្នកផ្សេងគេអត់ដឹងច្រើនចាអញ្ចឹងចង់ឲ្យគ្រូជួយបកស្រាយទៅបានគេដឹងដែរបានចាបានគេលឺអស់កាលជាយូរអង្វែងណាស់មកហើយយើងបានកំណត់ព្រំដែនមេគាពធហ្នឹងឲ្យឆ្ងាយពីជីវិតរបស់យើងឧទាហរណ៍យើងនិយាយថាកំពុងប្រកបមុខរបរអញ្ចឹងកុំរៀនធម៌ខ្លាចវាចង្រៃដល់មុខរបរមែនទេដែលលឺអញ្ចឹងទេតែរៀនធម៌ទៅខ្លាចរស់ស៊ីឡើងបានហ្នឹងហើយចុះឥឡូវហ្នឹងសេដ្ឋកិច្ចធ្លាក់មកពីចង្រៃរៀនធម៌មែនលក់ដីលែងដាច់ហ្នឹងមកពីរៀនធម៌មែនគេបិទព្រំដែនយកមកលក់លែងកើតហ្នឹងមកពីរៀនធម៌មែនហ្នឹងដូចខ្ញុំអាណិតការៈសាំងខ្លះដូច PDT អីចឹងគេឈប់ចូលហើយចូលគេជេរបចោទៀតអាហ្នឹងមកពីរៀនធម៌មែនមកពីរៀនមែនទេលោកគ្រូមែនទេចាហ្នឹងហើយបើដល់វគ្គកលៈវាត្រូវកើតអត់មកពីអីទេវាត្រូវតែកើតហើយហ្នឹងហើយអញ្ចឹងបានថាអ្វីកើតឡើងដោយហេតុរបស់វារៀនធម៌គេគ្រាន់រៀនឲ្យដឹងហេតុរបស់វាណាទៅវាលែងចម្លែកអញ្ចឹងណាហ្នឹងហើយឧទាហរណ៍ខ្ញុំចូលខ្ញុំដើរចូល PDT បើអ្នកខ្លះកំភៃខ្ញុំតិចគេថត់ជេរបើស្រឡាញ់ជេរណាជេរទៅពួកខ្ញុំយល់ថាមិនមែនថៃមកលក់ទេខ្មែរយើងតាគ្នាចង់ងាប់ហើយអ្នកខ្លះមុំបានច្បាប់បើកមួយសឹងរាប់លានដុល្លារហើយត្រូវខាងយើងធ្វើពាក្យហេការមួយឥឡូវគ្នាមានលុយណាទៅបង់ធនាគារមិនងាប់ថៃទេងាប់តកែ PDT ខ្មែរយើងហ្នឹងខ្ញុំទៅកំពង់សោមជួបបងមួយទៅជួបខ្ញុំគាត់អ្នកផលិតនំប៉័ងខ្មែរគាត់ធ្វើពីត្នោតគាត់ថាឥឡូវចង់ដួលដោយសារអីគាត់យកមកចាយលក់នៅ PDT ហ្នឹងដល់គេឈប់ចូល PDT អាក្រុមហ៊ុនគាត់ហ្នឹងក៏ដួលដែរមិនដួលតែ PDT ទេអាក្រុមហ៊ុនខ្មែរមកកណោទៀតហ្នឹងក៏ដួលណាហ្នឹងហើយមេ PDT ដែលសុំច្បាប់ធ្វើមានថៃណាខ្មែរហ្នឹងណាហើយបុគ្គលិកនៅហ្នឹងកូនគេកូនយើងធ្វើការនៅហ្នឹង
ខ្ញុំចូលទៅអាណិតគ្នាខ្លះសពាក់មកអត់ហ៊ានបើកមកខ្លាចគេថតប្រហោះជេហើយស្ងាត់ឈឹងអានឹងឯងដែលមិនមានធัวយើងខឹងឯណោះវាយអីគេថាខឹងគោវាយអង្គល់ហ្នឹងហើយស្មានតែយើងឈប់ចូលប៉ុណ្្នឹងហើយថៃគេឈប់អស់គ្រាប់បាញ់យើងហ៎បើគេចង់បាញ់យើងធ្វើពហិការប៉ុណ្្នឹងណាតែថៃអស់គ្រាប់បាញ់យើងហ៎យើងគិតឃើញមិនតិចខំស៊ីរបស់វាបានចំណេញទៅទិញគ្រាប់បាញ់ក្បាលយើងទៀតយើងប្រឆេះគ្នាចឹងហ៎យើងអត់ទិញគេមានគ្រាប់ហើយមែនទេតើគ្រាប់ហ្នឹងគ្រាន់តែតាមរយៈ PTT ប៉ុណ្ណឹងទៅទិញយន្តហោះច្បាំងហ្នឹងបានទេយន្តហោះច្បាំងមួយថ្លៃម៉ានរាប់សែនរាប់លានហ្នឹងហើយអា brand ដែលគេលក់ឲ្យយើងគេលក់យកលុយហើយអា brand ឆាយណាថៃវាយកលុយហើយឬក៏ស្អីសាំងដែលដឹកមកហើយហ្នឹងគេយកលុយហើយដល់កកស្ទះនោះនេះស្ទះប្រេងរបស់នរណាមិនប្រេងរបស់ខ្មែរខ្ញុំនិយាយចឹងចង់ជេរក៏ជេរទៅមិនអីទេប៉ុន្តែខ្ញុំដើរមើលមកនោះខ្ញុំដើរមើលងាប់ណាគេងាប់ខ្មែរគ្នាឯងអត់ងាប់គេទេងាប់ខ្មែរគ្នាឯងហើយអ្នកបកកាយជេរខ្លាំងមកពីគាត់អត់ប៉ះផលប្រយោជន៍របស់គាត់ឬគាត់កំពុងតែមានរបបផ្សេងដែលមិនយកពីថៃគាត់ខំជេរឲ្យខ្លាំងទៅដើម្បីឲ្យឈប់ខាងនោះមកទិញរបស់អញជាកំណត់ព្យាបាទហ្នឹងហើយជីវិតអត់ធัวក្តៅកាហាយចឹងក្តៅកាហាយឃើញគេអត់ទិញអត់អីឧទាហរណ៍ការសាំងដូចគ្នាចុះហ្នឹងហើយអញ្ចឹងជួយជេរបន្ថែមទៅកុំឲ្យគេចូលហាងសាំងនោះឲ្យចូលហាងអញព្រោះអញអត់យកពីថៃអញយកមកពីខាងនេះខាងនោះផ្សេងឃើញធ្វើបាបតែគ្នាឯងឃើញអាក្រក់ជាងថៃនៅព្រំដែននេះអានេះហៅថាសត្រូវក្រោយខ្នងជនឆ្លៀតឱកាសច្រើនណាខ្លះទៅកាណាដូផ្លាកពីថៃមកដាក់ផ្លាកផ្សេងហើយរបស់ថៃដែរឃើញបន្លែប្រឡប់គ្នាកើតអំពើទុច្ចរិតកាន់តែច្រើនណាហ្នឹងហើយអញ្ចឹងដើរពីហ្នឹងទៅភ័យភីទីខ្ញុំចូលទៀតខ្ញុំទៅចូលទិញការ៉េមខ្ញុំទៅចូលចាក់សាំងហ្នឹងហើយចង់ជេរទៅពួកខ្ញុំទិញខ្ញុំគិតថាខ្ញុំទិញបោះខ្មែរបុគ្គលិកនៅនឹងសិតតកូនខ្មែរហើយបើសិនជាគាំងប្រហែលខែតទៅទៀតមិនកាត់បុគ្គលិកអស់ហើយកាត់បុគ្គលិកអស់មិនមែនថៃអត់ការងារឲ្យធ្វើណាកូនខ្មែរអត់ការងារធ្វើតាឃើញទេអានេះខ្ញុំបែកបន្តិចមើលណាគេខ្លះជេររឿង PTT ខ្លះនោះហ្នឹងអត់ទេណាបាទចឹងបានបើយើងខ្សោយជាងគេអានេះខ្ញុំនិយាយទៅកម្ពុជាបរតទាំងអស់ត្រូវមានបញ្ញាឲ្យខ្លាំងត្រូវមានគំនិតឲ្យជ្រៅកុំទៅដោយខឹងបើគេខ្លាំងជាងយើងគេធ្វើដោយខឹងដោយអីអាហ្នឹងគេមិនសូវគ្រោះថ្នាក់ទេព្រោះគេខ្លាំងស្រាប់ហើយតែបើយើងខ្សោយជាងគេកុំឌឺឆ្លោះគ្នាក៏ដោយអាខ្សោយជាងគេកុំឌឺប្រយ័ត្នគេវាយនឹងមានរឿងមួយក្រុមគ្រួសារប្តីនឹងវាយតែប្រពន្ធប្រពន្ធនឹងជេរតែប្តីជេរខ្លាំងដល់ហើយប្តីថាចាំមើលអានេះនិយាយភាសាគាត់ហ្មងថ្ងៃចាំមើលតែម៉ែថ្ងៃមកអញវាយឲ្យម៉ែថ្ងៃម៉ែហងឯងឃើញម្ដងឬសុំជេរកាន់តែខ្លាំងតែជេរកាន់តែខ្លាំងដោយគិតថាដល់តែម៉ែមកបានវាយអញ្ចឹងមុនម៉ែមកអញជេរហើយបើជេរខ្លាំងពេកគេធំបានដាក់ភឹងឈាមក្បាលជេរទៀតអាបកាច់គេថាម៉ែអញមកបានវាយឥឡូវវាយមុនកុំឌឺបើយើងខ្សោយកុំឌឺហ្នឹងហើយត្រូវប្រើឧបាយត្រូវប្រើភាពប៉ិនប្រសពព្រោះយើងខ្សោយហើយនោះយើងត្រូវទទួលស្គាល់ថាយើងខ្សោយជាជនយើងតិចជាងគេមែនទេតិចជាងគេហ៎សេដ្ឋកិច្ចយើងខ្សោយជាងគេហ៎យោធាយើងខ្សោយជាងគេហ៎ត្រូវទទួលស្គាល់ថាខ្សោយជាងគេហើយបើខ្សោយជាងគេយកឌឺទៅដាក់គេហ្នឹងសួរថាសំតែគេដាក់ហ៎មែនទេហ្នឹងហើយអញ្ចឹងត្រូវប្រើឧបាយអញ្ចឹងពាក្យថាឧបាយមិនមែនថាមិនគិតទេតែយើងគិតដោយភាពវៃឆ្លាត
năng ngày thà riêng prom đán với prom đán bên đào riêng một chuột kia ngày ná khơi đạm mê khổ chê kia tiệt nhưng khơi mà ngày một đạm mê khổ tôi chê kia hay bên đặc lá tôi chê thà ná châu phật ấy nắng sa sky nè hay nắng khỏn báo ấy không cũng không được làm kia từng rùa này còn on là cũng mưa mới được khơi thà sky bà hay dân mơ cái đang sang mùi miên bọc lực chờ nhé hãy bọc lực tầng đó nó mày thấy mày mày đấy nè ngày hãy bờ sân chia atra nè ọt càng nghe căn tay tráiสมัยติดเมื่อตาเพียบซอกกับดมรุมมันนี่ขนมสมกุมกันแต่สมบูหรือก็กันแต่กบะนั่นไงแต่การน้ามนุษย์ตอลเจาะกันแต่ฉานเปิดชอเบาก็กันแต่ฉานไหนเมเน่นั่นไงโดยนี่ยัยท่าเจ๊มันเชี่ยจ้องตรองมันเชี่ยตอลเมเน่เราเวลมาเว้นอย่างนี้โจตัวหรือพีดีทีนาในขยมมันเมียนบานเพียโรบีพีดีทีออดสบายมาเรียลแต่เชื่อมันนัดขมายเนี่ยมันใจนะขยมจังในยัยเปียได้ขยมเลิกถ่าในขนมสังคมเยอะยังจรานในยัยถ่ากำปงประกอบหมกหรือบอมันกูเรียนโทได้ไหมเนี่ยมันกูสนับโทเตให้ดอลลาร์เปลvực vô men tế nét bàn rất màu rô cửu thọ chui sơ bàn tê pel nóng á pel là thôn men tên hơi nóng á bàn rất màu rô nóng á anh ấy priệp đôi mà nữ mà đi đập tị buồn này bàn tàu chua pet chăng á pet cần phải bật than nó bay khai tới ngọt phía cháu mình chẳng mồm nó cu trom đó là mơ tao flow lên trên nhá bàn thô na chui phong đó phần đất mơ stong đa chật bọc còn nó chật ngọt bên đây này miên sẽ cái đây chết khai na tôi điên thua bờ máu lên ấy thả lụa tầng o của song kềm rồi phong vì việc đó là cầm rật mùi đè đại sông bay thả lụa tầng o của song kềm rồi phong ai chọn cục tiền hãy mau phép tha mong coi riêng chật kia rất sắc riêng châu lên nè nghe tế bảo bạn say lọ của cung ta riêng bán bằng việc cro chẳng á hay pel máu pel nó có mền máu đôi sự thia đại và có chỉ máu cày lô miền ổ bài chuối đầm bấy tôi sầm ra là nông mền máu đọt lần chất tê mền màu riêng đầm bấy ở khơi đầm lấy thô rồi bọc vào bột tê hay nô pel chăng á nô pel được dùng pay khăn chăng á chứ ở cắt để cái bọc ra dùng căn tại trà nè chăng bàn là nghề mình miền nè màu chuột nhom cho mùi bồn bè cặp bông chọp con chỉ mùi crom hồn này chăng miềnประมาณ เพក្នុងនឹងកំពុងដោះស្រាយគ្នាហើយបើសិនបើមិនប្រឡែងមានពេលខ្លះនេះសិតតែត្រូវយកមេគាពធយកមកដោះស្រាយចំណុចហ្នឹងបើមិនចឹងនឹងលងកាន់តែខ្លាំងសម័យហ្នឹងហ៊ានតែជាប់បញ្ហាមួយរត់ទៅបុលមកកន្លែងមកដោះអាហ្នឹងរត់ទៅបុលមកកន្លែងមកដោះអាហ្នឹងជាប់ភុងកាន់តែច្រើនឧទាហរណ៍ថាត្រូវអស់តែ 10,000 ទេណាតែទៅប្តឹងផ្ដាល់ទៅជឿ lawyer ទៅជឿស្អីហ្នឹងអស់តែ 30,000 បានអាហ្នឹងមកវិញព្រោះពេលហ្នឹងអ្នកដែលគេចេះខាងច្បាប់មកខ្សឹបទៅជាយុព្រោះមកឲ្យឃើញលុយទាំងដុំបានមកវិញមកណាដាក់ប៉ុណ្ណេះទៅបានដាក់ប៉ុណ្ណេះទៅបានខ្លះអស់ 20,000 មិនតាន់បាន 10,000 មកវិញផងឃើញទេអញ្ចឹងមានពេលខ្លះការយល់ពីមេរៀនជីវិតហ្នឹងយើងអាចចេះបន្ថយនៅសភាពពុះកញ្ជ្រោលផ្លូវចិត្តហ្នឹងហើយហើយគាត់ជួននៅក្នុងសម័យឥឡូវនេះខ្ញុំមើលស្ថានភាពជីវិតរស់នៅកុំគិតរឿងចំណេញខ្លាំងទុកតេងឲ្យតបានដំណើរការនឹងណូទៅបានណាសម័យហ្នឹងអ្នកជំនួយធំក៏ដោយកុំលោតតិចរបួសតិចលោតខ្លាំងរបួសធ្ងន់ឥឡូវហ្នឹង
សម័យឥឡូវហ្នឹងឥឡូវហ្នឹងតុបតែងយ៉ាងណាឲ្យតែជីវភាពហ្នឹងអាចតុបតែងមុខរបរហ្នឹងអាចតុបតែងបានឈ្មោះថាក្រាន់ហើយកុំលោតអញ្ចឹងទៅបានណាទល់តែមាន balance ផ្លូវចិត្តរបស់យើងមានលំនឹងនឹងអត់រស់ក្នុងសម្ពាធនៃលោកធម៌ទេខ្ញុំជួបអ្នកមានបញ្ហាដ៏ច្រើនគាត់មានវិបត្តិសេដ្ឋកិច្ចប៉ុន្តែអ្វីដែលជាបន្ទុកធ្ងន់លើផ្លូវចិត្តរបស់គាត់គឺកិត្តិយសគាត់ធ្លាប់មានគាត់ធ្លាប់ជិះឡានទំនើបធ្លាប់មានវិឡាដល់ពេលត្រូវដោះសំគេត្រូវលក់អស់ទៅវាអាចរួចដែរប៉ុន្តែអ្វីដែលធ្ងន់សម្រាប់គាត់គឺគាត់ប្រឈមនឹងសង្គមអត់បានធ្ងន់ណាស់សម័យតិចមកបើជីវិតដើរដល់ដំណាក់ហ្នឹងធ្ងន់ណាស់ធ្លាប់ជិះឡានទំនើបធ្លាប់មានវិឡាទៅណាគេហៅមេប៉ុន្តែស្ថានភាពហ្នឹងបើគាត់ដោះឥឡូវហ្នឹងគាត់អាចលក់អស់ហើយគាត់សងគេរួចតែគាត់ក៏អស់អីរលីងដែរតែគាត់មានទោសគាត់អត់ជាពាក់គេគ្រាន់តែអស់របស់គាត់អាចជួលផ្ទះនៅអីចឹងទៅតែស្ថានភាពឥឡូវហ្នឹងបើគាត់ដោះឥឡូវហ្នឹងបានប៉ុណ្ណឹងតែបើគាត់កំមាញជាងហ្នឹងគាត់កំមាញជាងហ្នឹងគិតទៅនេះគិតទៅនោះថ្ងៃក្រោយដោះឲ្យបានប៉ុណ្ណឹងក៏អត់បានដែរអាចធ្ងន់ជាងហ្នឹងទៀតឃើញទេចុះប្រសិនបើជីវិតនេះមានមាគាពធឲ្យអស់រលីងតើគេអាចរស់បានទេកាលណាចិត្តមានពធបានហើយស្រួលខ្លួនទៀតមានពេលខ្លះស្រាប់តែមកស្គាល់ភាពរីករាយជាមួយនឹងអត់អីគ្រាន់តែគាត់អត់ព្រៀបផ្ទឹមជាមួយនរណាឃើញទេពីព្រោះអីសេចក្តីសុខរបស់ក្រហមមាន4មានទ្រព្យសម្បត្តិហ្នឹងជាសុខមួយប៉ុន្តែមិនបាច់មានពេកទេណាឲ្យតែមានល្មមមកប្រើប្រាស់ហ្នឹងទី2បរិភោគសុខព្រោះប្រើប្រាស់បានអារបស់មានឲ្យប្រើមិនកើតក៏ជាទុកដែរទីហៅថាមានដីលក់អត់ចេញទុកព្រោះដីទុកហ៎ដល់អត់ដីដូចខ្ញុំឲ្យវាទុកផ្សេងមិនទុកព្រោះដីហ្នឹងឯងហើយទី3អនវច្ចៈសុខព្រោះមិនជំពាក់បំណុលគេប៉ុន្តែប៉ុណ្ណឹងមិនតន់ជាសុខដល់ប្រសើរទេសុខទី4ហៅថាមិញអនៈសុខមិនជំពាក់បំណុលគេទី4អនវច្ចៈសុខគឺសុខព្រោះការងារមិនមានទោសអនវច្ចៈហ្នឹងប្រែថាទោសអនវច្ចៈការងារមិនមានទោសមានពេលខ្លះដល់ពេលយើងអាចអស់មួយសាអញ្ចឹងទៅស្រាប់តែមានពេលច្រើនជាមួយកូនជាមួយប្រពន្ធជាមួយអីអាចយកយល់គ្នាប៉ុន្តែសំខាន់ណា balance ផ្លូវចិត្តនេះមានពេលវេលាល្អជាងមុនទៀតហ្នឹងហើយប៉ុន្តែសំខាន់មានអរិយទ្រព្យតែសង្គមបច្ចុប្បន្នណាពូនតែទ្រព្យសម្បត្តិតែមិននាំគ្នាពូនអរិយទ្រព្យក្នុងចិត្តចឹងណាហ្នឹងហើយដូចខ្ញុំរាល់ថ្ងៃហ្នឹងគេមើលមកខ្ញុំប្រហែលជាមានគ្រាន់បើដែរមើលទៅណាទោះខ្ញុំប្រាប់ថាខ្ញុំក្រក៏គេអត់ជឿដែរព្រោះវាអត់មានតន់អត់បាយផងមានបាយហូបមានឡានចាស់ជីមានលុយជួលផ្ទះគេនៅអីចឹងណានៅនោះខ្ញុំជួលផ្ទះគេនៅតែខ្ញុំមិនដែលលាក់ជួលផ្ទះគេនៅតាហ្នឹងប៉ុន្តែមិនខ្វះអ្នកមានលុយច្រើនមកសួរខ្ញុំថាធ្វើម៉េចឲ្យសុខចិត្តនោះទេហ្នឹងហើយអញ្ចឹងសួរថាតើសេចក្តីសុខពិតប្រាកដពិតទេថាមានទ្រព្យច្រើននឹងមានសេចក្តីសុខមិនពិតទេបើចេះគ្រប់គ្រងដោយល្អក៏វាអាចជាប្រយោជន៍ព្រោះវាចាត់ចូលនៅក្នុងសេចក្តីសុខតែបើរស់ក្នុងអំណាចនៃការហួងហែងអំណាចនៃការប្រៀបផ្ទឹមគ្នាជីវិតនឹងក្តៅរហូតហ្នឹងហើយអញ្ចឹងបានអ្នកខ្លះសួរខ្ញុំចង់ឲ្យខ្ញុំសរសេរសភៅទុកក្រៃលោកភ្លេចមានលើគេជេរខ្ញុំហ៎មានដឹងគេជេរខ្ញុំច្រើនហ៎
hay miền club chê ở đài cloud nên hả bờ tam sần thức này ca chê cái nhóm nó về một cua cái nhóm nó ngợp bọn dây chẳng rụi với nhau nè vừa xong ta bắt một bị phục cuốn này nè kê chê dớn chỉ rương bỏ dớn rồi cái chỉ rương bỏ kể chứ bây giờ chê kế chỉ rương bỏ dớn rồi cái rương bỏ kể bỏ dớn kê chê dớn bạp kể dớn chê kế bạp dớn chứ bà hỏi kê chê dớn bị bạ cầm chặt bỏ dớn ỏi phỏ kê bà lật cầm thầm mày dớn chê kế kê nó bị bạ cầm chặt ỏi phỏ dớn bà lật bạp thầm mày cái nhé chứ bà hết mẹ kia mà thôi prap lăng bạc bạc bring lúc prap là kế mau đòi cầm rồi bỏ kế từ vinh có đòi cầm rồi bỏ kề dương mau đòi cầm rồi bỏ dương từ vinh có đòi cầm rồi bỏ dương nên ấy bẹ con thế này ăn miên phóng ăn miên là na phơi ba cái chạy nên lẹn ruộng phóng mấy này đây mà nương mình đấy thôi bắp sập vô chầm này nên là ruộng nó chui lẹn ruộng này bởi vì thế nên đấy năng riêng luôn cana chế ba bị mía kia và thôi nó kia luôn nâng chẳng có cái sọc tam bát nè có miên mà súng có cái luôn chỉ sọc tam bát mà súng miên trán có cái luôn đang sọc tam bát miên drop tràn đòi miên ca priệp thiệp để mình luôn miên sầm tiên không sầm công rò ngày cứ luôn không ca priệp thiệp bị phốt để ca priệp thiệp đôi nè oi giờ bỏ nhom thà buộc nhóm cô cùng được thà thật nhom sạch tới có nhom nâng vậy thua thom mà ná khả năng mình làm tê tê mũi lồng chặt tập vấn năng anh chỉ ca son giá nhưng mà làm thì khế tê tục vào kênh lồng tại thầm tầm bằng quên dây thom mà ná trôi dây thom ná nhom phơi không nên chọn cô cái anh năng mày đấy tại bồn dây thì chặt đã có cuộc nhom xung dây đã dây vô bạc cạch ấy nè đang là chê cái chập đã cùng tiết ấp gì ca priệp tâm khăn ấy cứ chia tùm nguồn miền nhé cứ chia tùm nguồn nông chỉ vật bao giờ nè hay cao từ mía kia và thô ấp riêng tê à rư nằng mía kia chụp chế cái thà trâu miên mà hay chả ta trâu sùng long ở khô ấy chẳng nó không sẽ đáp á đi bộ nít riêng cả láng ấp riêng là cả lại cho không nè cho mơ đó tập lang du đó đang lại cho lẹ ngóp à đừng vẹn na muối cái ôi trời ơi một luôn anh thật nhom chia sẽ thay chạo nạ trộm tình mà xào nó đại khơi những video nó này con là bà kèm phong tới thằng thang mày khi này chơi tập bản năng lâu hàng cái á chơi tập bị thi co pun này đôi bởi riêng ôi ta lang đam thân nào chứ hay cho cái lơ đam thân nào với ở mấy ọt riêng á nè này chẳng mía kia hàng cái cứ bằng riêng oi mà nuôi miên ẩm nuột hay ẩm nuột năng hai chỉ cột nặng chẳng á ẩm nuột năng ai chỉ cột nặng hai oi riêng chỉ vứt oi cây mơ màu mạch anh năng ai chỉ cột nặng trong dây chỉ này tu tư cho phụ dân sau bàn riêng là bị thoáng hay bị cho người chứ bác riêng là bị thoáng út tê ho kì oi giờ bỏ nhom thà pê tư có ho vĩnh trầu khom rosi oi miền sân chạm từng giấy thò ba mình toàn miền lùm đưng mình toàn miền te mình toàn miền ấy tê cùng giấy kìm chưa đây nhom thà nhóm ót giấy ở kia chưa tê nhom mình nước giấy ở mình nước kịch hai vô mình vô hai từ bậc nhom trăm miền sân à lâu nhom mà vô hà lâu rồi u tì ho ta nhom rosi thật đắt thà đọt năm tiết nhom miền tiệt nấu miền ấy nấu bằng vậy một đó lấy nhom click thô anh mùi ấy cho tụi ruột mình đo pê nóng ruột mình đo pê nóng mày bàn gì ấy nè rồi có tôi đo pê nóng với miền hai xính ta flop ọt dây xuống hết chương cáo nó xem xuống chiến mày đấy chắc ban của ông sầm này thả mấy áp hết tề thạ cal là già nế
pa chặt tăng đi về đấy toàn thèn hệ cà tàu còn nhang pa mang ra mặt tay mano bọc cô ru ruan không sẽ cái đây là o pro thà ba bọc cô thơ sẽ đây là o dứt chất ô tô mà tích cứ việc trên o nâng rêu không bờ bạc mà chẳng á chẳng bao nhiêu thà anh nâng là o hay phương ngày nâng từ mình nâng là sai ban phương tiền là o đi chẳng kịp hẹp thà bờ trong này dây oi kê sáp tôi là khuôn ai miền chẳng hai ban chỉ nhẹ và riêng à bách oi mà lư và cái rosi ấy trâu bẹ phạ phương đôi nhẹ miền chẳng tụi bây chỉ bẹ cái quan co và đòi cái thầu thua oi lồi miền đấy nào thua oi lồi miền nhẹ nấu po xa đó miền nhôm mà nhẹ xua tha không mùi quán năng có tha hay ai nhé lư ta chỉ bẹ kê ọt lôi hay tôi nam môn anh chỉ phải hư hà mô tô thum lan cần nơ chô han sa lồng đạp con dây trắng có tha bậc nhưng mình thưa hư hà chẳng xây lôi kê mạch bản mày đấy hay nếu để tranh bao kê đợi chở mình mơ khơi à năng mình khơi à rương bồng pòn năng mơ à rương ọt trà nông nó ấy nâu ô xử lý con này là món kinh chơi từ lên tè cái hay tè nó quy cho long được hàng luxury house á tè đầu vì la xã bên tên á nâng à hay thì và hai thì miên đi chân tới cái dây pì ca đặt lôi ca đặt từ cái bàn ca chở nó nâng à một là bo cái và hai chơi đặt hàm mơn sần rồi hàm mơn sần được bàn ca màu mến tục chặt cái này tới thay em 20,000 tiền lùi xòm dù hỏi hiện đại thành địa kia khó hay lùi trắng á đại trắng á nô sọc nút đại hai cái báo cả thiên và đăng tề lùi xòm cái tháo nữa á ọt hiền và đăng tề dương ọt miên rồi bài ca dương xòm ọt bong pôn rồi lệ tục trắng mình miên lùi tục bả luôn nâng à là ọt hiền đại thành địa kia của ta cả na dân và cho tư thành địa kia vì chặt cho chia chùm nối cái trâu bằng bùn để chấn cả na lôi tục khom cái tê khom ấy non hấp ấy nữa cháu một con lôi mấy cọ hiền và đằng đà cháu sủ lôi nha luôn cái ọt hiền và đằng linh tề này đặt liên cái oi ca ban tầm màn khá có bạch cả ấy tôi tê tu sắp cả lên lưới tôi đọc tết cưng trang bạch phía bạch để chùa ghế nè chùa là lùng đáp nè hạ lan tận nớp nó có lan chùa ghế đây khơi nhé mía kia khang cái đó chẳng phải chào chân rồi thô men phép tới với ọt chi chùm này lô phẹn chân hay bàn sầu miền nẹ sẽ đạp xả lâu miền nẹ bảo vệ thật đầm bay rosi miền bán bảo vệ bị xe bong mình nẹ mà rồi chọc cho bốc priết lớn mê này nè à chốt chơi ban lôi là cụ chốt chơi đó chốt chơi khá nát nhưng mình thà được không nhưng khơi là chắn cái chốt chơi bao cây men đó hay chốt chơi vô lôi pin ná vô pin nè tôi cho mua hiền đó men ôn mình đẹp cặp hẹp nhom đó tôi sẽ đáp tôi vừa slong á pro cái barian my business cái trâu bỏng cao lô hẹp bỏ giờ cái thua ở dương sùng khâm cái thua ở dương khơi flow rosi miền copy mía kia của put đào phải chặt flow lô hẹp chẳng ai bàn miền là bàn đằng nẹm mà sẽ đạp nữa pro ọt miền màu lơ tức chất thật thơ chạy miền đó ọt đây miền đã phần riêng ở triêm thả pê có nó thở thơ mạnh thích tôi một bên nhé pê viêm mình đôi bầm nó năng viêm mạch đôi lực sần rùa mình chăng dương cục bông tờ rô xí về trong trần anh năng hai phân tờ miền thô ấy đầm bấy thì chào ná đầm bấy cùng oi về khó chất pê vía mình đôi chất nó năng miền là mía kia